ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាអំពីរបៀបដំឡើងកម្មវិធី vidIQ នៅក្នុងbrowser របស់យើងឬក៏នៅក្នុង Chrome របស់យើងណាបងប្អូនបាទបងប្អូនតែឃើញchannel YouTube របស់គេបើកមកឃើញមាន vidIQ មានអីចឹងណាឥឡូវខ្ញុំបង្ហាញបងប្អូននៅវីដេអូនេះតែម្ដងបាទអញ្ចឹងបងប្អូនទៅចូលក្នុង channel របស់បងប្អូនមកបាទចូលក្នុង channel ឡើងមកបន្ទាប់មកបងប្អូនចុចទៅលើត្រេក3នៅខាងលើបងប្អូននេះត្រេក3នៅខាងលើ profile យើងហ្នឹងបាទបងប្អូនចុចមកបងប្អូនស្វែងរកពាក្យថា extension បាទនេះគឺជាពាក្យ extension បាទបន្ទាប់មកចុចលើ extension មកបងប្អូនយកពាក្យថា manage extension បាទអញ្ចឹងយើងចុចទៅលើពាក្យ manage extension បន្ទាប់មកគឺបងប្អូនចូលទៅលើពាក្យដាក់ Chrome Web Store Chrome Web Store បាទចុចដល់ហ្នឹងមកបាទលើនេះមកបន្ទាប់មកបងប្អូននឹងឃើញកន្លែងមួយគេឲ្យបងប្អូន search បងប្អូន search បងចុចលើប្រអប់ search ដាក់ save ពាក្យថា vidIQ បងប្អូនបាទ save vidIQ បាទឥឡូវវាចេញមកបងប្អូនឥឡូវយើងចុច select ទៅលើពាក្យ vidIQ នេះតែម្ដងបាទអញ្ចឹងពេលដែលបងប្អូនឃើញអញ្ចឹងហើយបងប្អូនចុចទៅលើពាក្យថា add to Chrome បាទ add to Chrome បាទចុច add to Chrome មកបាទឲ្យវាដើមតិចមកបងប្អូនហើយបន្ទាប់មកយើងចុច add to Chrome ឡើងនេះមកទៀតបាទយើងវាកំពុងតែដើរបងប្អូនចាំវាបន្តិចមកចាំវាដើរចប់បាទចាំវាដើរចប់សិនបងប្អូនបាទឥឡូវនេះវាទាមទារឲ្យយើង login email របស់យើង email YouTube បាទឥឡូវយើងចុចទៅលើពាក្យ sign up with Google ចុចទៅលើពាក្យហ្នឹងមកតបមកគេនឹងឲ្យយើង login email ដែលយើងបានដាក់ហ្នឹងបាទឥឡូវយើងចុច continue ទៅបាទ continue លើ mail របស់យើងនេះតែម្ដងបាទអញ្ចឹងបងប្អូនចាំ plate មកវាកំពុងតែដើរហើយបាទឥឡូវបិទវិញមកបាទបងប្អូនបិទវិញមកបាទយើងចូលមកកាន់របស់យើងនេះយើងចុច refresh វាមួយមើលចុច refresh មួយតើវាឡើងមកហើយឬនៅបាទចុច refresh មកបងប្អូនតើឃើញឡើងមែនបងប្អូននេះបងប្អូនឃើញនេះឥឡូវវាឡើងមកបងប្អូននេះនៅខាងលើនេះវាដាក់00នេះហ៎បងប្អូនយកម៉ៅដាក់ដល់ហ្នឹងមកវាលោតចេញមកហ្នឹងគឺជា vidIQ បងប្អូនឥឡូវយើងចូលទៅកាន់វីដេអូរបស់យើងបាទវីដេអូរបស់យើងមកនេះគេកន្លែងនេះវាដាក់គេបងប្អូននេះឃើញចំណុចពណ៌ហ្នឹងគឺមានន័យថា vidIQ ហើយបាទអញ្ចឹងឧទាហរណ៍ថាយើង refresh channel របស់យើងដដែលហ្នឹង refresh អាកន្លែងផ្សេងទៀតចាំមើលតើវាចេញអត់នេះហេបងប្អូននេះវាចេញកន្លែងនេះហ្នឹងមានន័យថា vidIQ ហើយឧទាហរណ៍ថាបងប្អូនបើកវីដេអូរបស់គេឧទាហរណ៍ចុច home ហើយបងប្អូនបើកវីដេអូរបស់គេឧទាហរណ៍ថាបើកមកតវីដេអូនេះមួយចុះហ្នឹងហើយបាទពេលបងប្អូនបើកបងប្អូននឹងឃើញនៅខាងស្ដាំនេះខាងស្ដាំនេះគឺមានគេដាក់នេះ vidIQ គឺវាបង្ហាញអញ្ចឹងបងប្អូនណាបង្ហាញមាន total view បង្ហាញអីច្រើនអញ្ចឹងបងប្អូនណាយើងមកក្រោមមកគឺវាបង្ហាញច្រើនដែរបាទហើយខាងលើនេះគឺវាបង្ហាញច្រើនណាបងប្អូនបាទអញ្ចឹងយើងអាចថយទៅវិញយើងបើកវីដេអូផ្សេងទៀតបាទបងប្អូនបើកវីដេអូផ្សេងទៀតទៅគឺមានបង្ហាញដូចគ្នាបងប្អូននេះបងប្អូនមើលមកខាងស្ដាំនោះនេះមានបង្ហាញមាន view មាន overview មាន AI text អីចឹងណាបងប្អូនបាទវាបង្ហាញនឹងស្រាប់បងប្អូនឃើញហ្នឹងគឺជា vidIQ បាទបងប្អូនអញ្ចឹងពេលដែលបងប្អូន upload វីដេអូចូលទៅក្នុង YouTube វិញគឺបងប្អូនមើលតាម vidIQ ហ្នឹង vidIQ វាអាច load key load text មួយចំនួនឲ្យបងប្អូនឧទាហរណ៍ថាខ្ញុំចុច edit លើវីដេអូរបស់ខ្ញុំហ្នឹងឧទាហរណ៍បាទឥឡូវវាចេញមកនេះបងប្អូននេះ QQ នេះគឺជា vidIQ ហើយបងប្អូនតើតោង keyword ឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅយកនេះខាងនេះ vidIQ វាបង្ហាញហ្នឹងបងប្អូន
បង្ហាញឲ្យយើងនឹងគឺនេះគឺជាវិទ្យា IQ ហ្នឹងមានន័យថាយើង update យើង add វាចូលទៅក្នុងជ្រោមហ្នឹងហើយបាទនេះថេកយើងចង់ add នេះ add with IQ វាបញ្ចេញថេកឲ្យយើងហ្មងបងប្អូនចង់បានថេកហ្នឹងបងប្អូនត្រូវ select ចុចលើសញ្ញាលេខបូកវាហ្នឹងវា load ទៅ load ឲ្យតែម្ដងដោយសារតែ with IQ ខ្ញុំនេះយើងទៅ add ចូលមិញហើយយើងអត់បានបង់លុយបង់អីដូចគេទេអញ្ចឹងយើងប្រើរបស់ free ប្រើរបស់ free គឺវាសូ keyword ឲ្យយើងតិចតិចចឹងឯងសូ take keyword ហ្នឹងឲ្យយើងតិចតិចទេតែបើសិនជាបងប្អូនមានបង់លុយបងអីគឺវាបង្ហាញឲ្យបងប្អូនច្រើនបងប្អូនមកតចុចយកទៅថិចយកគឺ keyword ហ្នឹងវា load ចូលទៅនេះតែម្ដងថេកចឹងគឺវា load ឲ្យថេកល្អតែម្ដងបងប្អូនតែដោយសារតែខ្ញុំតើបង្ហាញបងប្អូនទេគឺមិនបានទិញលុយទិញអីទេអញ្ចឹងយើងប្រើរបស់ free អញ្ចឹងវាមិនសូវជា load ច្រើនទេវា load free មួយថ្ងៃវា free ឲ្យ2 3អញ្ចឹងណាបាទឥឡូវយើងថយទៅវិញអញ្ចឹងនៅពេលដែលបងប្អូនadd word with IQ ចូលក្នុងជ្រោមទៅគឺវាចេញមកអញ្ចឹងចេញអញ្ចឹងអស់បងប្អូនវាសូវឲ្យយើងបើសិនជាវីដេអូបងប្អូនមានគេមើលច្រើនអញ្ចឹងទៅវាបង្ហាញកន្លែងហ្នឹងរែងប្រមាណអញ្ចឹងមានន័យថាវីដេអូយើងល្អប៉ុណ្ណាគឺវាបង្ហាញនៅក្នុងឲ្យបងប្អូនមើលតែម្ដងបាទនេះគឺជារបៀបadd with IQ ចូលទៅក្នុងជ្រោមបាទអញ្ចឹងវីដេអូនេះគឺខ្ញុំប្រាប់បងប្អូនជាសង្ខេបដែរទេដោយសារតែពេលខ្លះពេលវេលាថតវីដេអូជូនបងប្អូនខ្លីពេកអញ្ចឹងណាដោយសារខ្ញុំរវល់ច្រើនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំនឹងបញ្យល់បងប្អូនបន្ថែមទៀតអញ្ចឹងបងប្អូនបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយ